ក្មេងស្រីតូចបានរកឃើញថាបច្ចេកទេសដោដែលឆ្លាក់ដោយដៃនៅលើជញ្ជាំងមិនទាន់រួចរាល់ដូច្នេះនាងក៏ប្រញាប់ប្រញាល់ទៅបានប្រើមន្តអាគមដើម្បីកោះហៅដាវវែងនៅក្បែរនោះនាងតាមដានសៀវភៅណែនាំដាវដែលរក្សាទុកនៅក្នុងការចងចាំរបស់នាងបានបំពេញបន្ថែមនៅអ្វីដែលបាត់ផ្នែកខ្លះនៃរូបភាពហើយថែមទាំងឆ្លាក់បន្ថែមទៀតបច្ចេកទេសដោដ៏មានឥទ្ធិពលតាមបណ្ដោយពិធីពេលដែលក្មេងស្រីនោះបានបញ្ចប់ការឆ្លាក់ហើយគៀបនឹងកសរសើរការងាររបស់នាងជីតាដែលបានឮសំឡេងនោះទី1ក្នុងរួមជាមួយពួកចាស់ទុំដទៃទៀតនៃគ្រួសារឃើញដាវបន្ថែមបច្ចេកទេសនៅលើជញ្ជាំងមនុស្សគ្រប់គ្នាបានចាប់ផ្ដើមដើម្បីស្មានអំពីភាពត្រឹមត្រូវនៃបច្ចេកទេសប៉ុន្តែនៅពេលដែលឪពុករបស់ក្មេងស្រីបានឃើញនាងឈរនៅក្បែរនោះគាត់ក៏បានផ្លាស់ប្ដូរចិត្តភ្លាមកំហុសមកលើនាងបងប្រុសកំពុងឈរនៅក្បែរនោះបានឆ្លៀតឱកាសចំអកនាងនិយាយថានៅថ្ងៃដំបូងរបស់នាងនៅផ្ទះវិញនាងបានបំពេញរួចហើយបំរាមគ្រួសារពួកគេបាននិយាយដោយត្រង់គួរតែបានទុកនាងនៅជនបទដូច្នេះនាងនឹងមិនត្រឡប់មកវិញទេក្រឡេកមើលមនុស្សនៅចំពោះមុខនាងដែលរក្សាដោយត្អូញត្អែក្មេងស្រីស្រាប់តែមានអារម្មណ៍ថាវាគួរឲ្យអស់សំណើចណាស់នាងមិនអាចជឿថានាងកូនចៅខ្លួនឯងមិនអាចស្គាល់បានសៀវភៅណែនាំដែលនាងបានបន្សល់ទុកហើយមូលហេតុដែលក្មេងស្រីដឹងរឿងទាំងអស់នេះពីព្រោះនៅក្នុងខ្លួននាងរស់នៅយ៉ាងអស្ចារ្យគ្រូមន្តអាគមដែលមានអាយុជាង1000ឆ្នាំទាំងអស់នេះត្រូវតែក្បត់ត្រឡប់ទៅ1000វិញជាច្រើនឆ្នាំមុននៅពេលនោះក្មេងស្រីនោះនៅតែជាអ្នកលេងវេទមន្តលេខ1លើពិភពលោកប៉ុន្តែខណៈពេលដែលប្រយុទ្ធប្រឆាំងនឹងកម្លាំងអាក្រក់នាងរន្ធខ្មៅមួយដែលអាចបើកដោយចៃដន្យធ្វើដំណើរឆ្លងកាត់ពេលវេលានិងលំហនៅពេលដែលមហាមន្តអាគមបានបើកភ្នែកនៅទីនេះម្ដងទៀតនាងបានរកឃើញខ្លួននាងបានក្លាយជាក្មេងស្រីតូចម្នាក់បន្ទាប់ពីទទួលយកអនុស្សាវរីយ៍របស់ក្មេងស្រីនោះគឺជារឿងដ៏អស្ចារ្យគ្រូមន្តអាគមបានដឹងថានេះជាកូនចៅរបស់នាងពី1000ឆ្នាំក្រោយមកដោយសារតែនាងរាងកាយខ្សោយហើយមិនអាចហ្វឹកហាត់បានជំនាញដាវនាងត្រូវបានបញ្ជូនទៅភ្នំដោយឪពុកនៃរុក្ខជាតិជីវសាស្ត្រភ្លាមបន្ទាប់ពីនាងកើតមកហើយថ្ងៃនេះថ្ងៃដែលក្មេងស្រីនោះត្រឡប់មកផ្ទះវិញសម្លឹងមើលសមាជិកគ្រួសារដែលឈរនៅក្នុងនោះនៅពីមុខនាងក៏ដូចជាម្ដាយចុងរបស់នាងដែរបន្តចំអកនាងថេម៉ាច់ស្ពតដោយស្ងៀមស្ងាត់ដើម្បីជួយក្មេងស្រីនោះយកអ្វីទាំងអស់មកវិញដែលជាកម្មសិទ្ធិរបស់នាងខ្យល់ដំបងគ្រួសារឃើញអាំងភ្លើងរៀបចំដោយម្ដាយចុងរបស់នាងក្មេងស្រីមិនអាចជួយអ្វីបានក្រៅពីសើចតិចបានបន្ទាប់មកនាងបានទាត់ពីលើមូលដ្ឋានភ្លើងហើយមានបំណងធ្វើឲ្យនាងអាម៉ាស់មុខក្មេងស្រីនោះមិនអើពើការញុះញង់របស់ម្ដាយចុងរបស់នាងនឹងផ្ទុយទៅវិញបានដើរត្រង់ទៅរកនាងជីតានាងបានអង្គររកជីតារបស់នាងព្រោះក្មេងស្រីនោះដឹងយ៉ាងច្បាស់ណាស់មានតែម្នាក់គត់ដែលពិតជានៅក្នុងអំណាចនៅក្នុងគ្រួសារគឺជីតារបស់នាងពិតណាស់ហើយពេលឃើញក្មេងស្រីម្នាក់នោះនិយាយបែបនេះវត្តមានដ៏ល្អឥតខ្ចោះមួយជីតាមិនអាចជួយអ្វីបានក្រៅពីបង្ហាញទឹកមុខនៃការពេញចិត្តគាត់បាននិយាយឡើងដើម្បីបញ្ឈប់របស់គាត់កូនប្រុសដែលនៅតែចង់ស្ដីបន្ទោសនាងហើយបន្ទាប់មកបានបញ្ជាឲ្យអ្នកបម្រើយកក្មេងស្រីម្នាក់ត្រូវលាងសម្អាតគាត់បាននិយាយយ៉ាងច្បាស់ថាក្មេងស្រីមិនបាននៅផ្ទះយូរទេហើយរឿងដំបូងដែលនាងត្រូវការគឺធ្វើឥឡូវនេះគឺដើម្បីគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរសគ្រួសារប៉ុន្តែអ្វីដែលគ្មាននរណាម្នាក់រំពឹងទុកគឺជាពេលដែលក្មេងស្រីនោះបន្តិចអន់ចោះដាវទាំងអស់ដែលបន្សល់ទុកដោយបុព្វបុរសបានបន្លឺសំឡេងឡើងភ្លាមបន្ទាប់មកដូចជាត្រូវបានគ្រប់គ្រងដោយអ្នកខ្លះកម្លាំងដាវបានចាប់ផ្ដើមវាយប្រហារកូនចៅដទៃទៀតនៃគ្រួសារវាគឺជារហូតដល់ក្មេងស្រីនោះបានដាក់ធូបចូលទៅក្នុងអាសនៈដែលដាវបានត្រឡប់មកវិញទៅដើមរបស់ពួកគេដោយឃើញបែបនេះសិស្សច្បងនៅក្បែរនោះគិតថាក្មេងស្រីនោះបានធ្វើឲ្យបុព្វបុរសខឹងសម្បាដែលបណ្ដាលឲ្យវិញ្ញាណដែលចងភ្ជាប់ទៅនឹងដាវដើម្បីខ្លាយជាខឹងសម្បាយ៉ាងខ្លាំងមានតែជីតាទេដែលដឹងរឿងនោះដាវទាំងនោះពិតជាខ្លាចណាស់ក្មេងស្រីនោះរឿងនេះធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យសមត្ថភាពរបស់ក្មេងស្រីនេះដោយឆ្ងល់ថាតើពួកគេមានឈានដល់កម្រិតមួយរួចហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេទេអាចប៉ះបានជីតាមិនអើពើមនុស្សដែលនៅតែស្រែកហើយគ្រាន់តែប្រាប់ក្មេងស្រីនោះឲ្យទៅសម្រាកសិនដោយនិយាយថាថ្ងៃស្អែកគាត់នឹងនាំនាងទៅទស្សនាទីលានវឹកហាត់គ្រួសារក្រោយពីបានស្ដាប់រឿងនេះរួចដើម្បីស្វែងយល់បន្ថែមទៀតអំពីភាពខ្លាំងនៃកូនចៅគ្រួសារក្មេងស្រីនោះភ្លាមយល់ព្រមទោះយ៉ាងណាក៏ដោយនៅពេលដែលឆ្លងកាត់អាថ៌កំបាំងបន្ទប់នោះនាងបានឃើញដាវមិនពេញលេញសៀវភៅណែនាំកំពុងគិតអំពីអូរ៉ាខ្សោយដែលកំពុងមកដល់ពីកូនចៅដទៃទៀតក្មេងស្រីនោះភ្លាមបានចូលទៅក្នុងបន្ទប់ហើយបានបញ្ចប់សៀវភៅណែនាំដាវទាំងអស់អ្វីនាងមិនបានរំពឹងថាបច្ចុប្បន្នចំនួនមួយមិនអាចយល់បានសូម្បីតែមួយសៀវភៅណែនាំដាវពេញលេញពួកគេថែមទាំងចង់បង្វែរការទទួលខុសត្រូវចំពោះអ្នករងគ្រោះសៀវភៅណែនាំមកលើនាងវាមិនមែនរហូតដល់នាងបានឃើញជីតារបស់នាងស្ដីបន្ទោសឪពុកល្ងងហើយបានបង្ហាញការពិតនៃបញ្ហានេះថាក្មេងស្រីនោះមិនអាចជួយអ្វីបានក្រៅពីបង្ហាញទឹកមុខពេញចិត្តប៉ុន្តែនៅចំពោះមុខក្មេងស្រីនោះអាចនិយាយបញ្យល់កូនច្បងសិស្សបានប្រាប់អ្នករាល់គ្នាថាទាំងនេះសៀវភៅណែនាំដាវទាំងអស់ត្រូវបានបញ្ចប់ដោយប្អូនប្រុសរបស់ក្មេងស្រីកំពុងមើលមនុស្សគ្រប់គ្នាចាប់ផ្ដើមសរសើរប្អូនប្រុសរបស់នាងក្មេងស្រីនោះមិនអាចទប់សំណើចយ៉ាងស្រទន់បានទេបញ្ជាក់ថារឿងនេះមិនមានអ្វីតាក់ទងនឹងប្អូនប្រុសរបស់នាងក្មេងស្រីនោះបានស្នើសុំភ្លាមការប្រកួតដាវជាមួយគាត់បន្ទាប់ពីការប្រកួតចាប់ផ្ដើមក្មេងស្រីគ្រាន់តែចិញ្ចឹមនាងដៃនឹងក៏ហើយមេឃឈើកំពុងសម្លឹងមើលដោយទឹកមុខពោពេញដោយការមើលងាយរបស់បងប្រុសនាងក្មេងស្រីបានបន្សាបការវាយប្រហារទាំងអស់នេះជាមួយនឹងចលនាតែមួយបន្ទាប់មកនាងបានចាក់បញ្ចូលមេឃឈើដោយមន្តអាគមគ្រាន់តែក្មេងស្រីនោះហៀបនឹងបើការវាយប្រហាររបស់នាងអ្នកបម្រើដែលកំពុងយាមច្រកទ្វារសំខាន់ត្រូវបានគូដល់ដីដោយក្រុមបរិសុទ្ធស្បែកខ្មៅមួយក្រុមបន្ទាប់ពីបានឬការសន្ទនារបស់មនុស្សគ្រប់គ្នានេះក្មេងស្រីនោះទីបំផុតបានដឹងថាមនុស្សនៅក្នុងនៅពីមុខនាងគឺមកពីដាវផ្សេងទៀតសារប្រជុំនិងគោលបំណងនៃដំណើរទស្សនកិច្ចរបស់ពួកគេថ្ងៃនេះគឺដើម្បីប្រកួតប្រជែងជាមួយកូនចៅរបស់នាងពួកគេបានអះអាងថាប្រសិនបើជីតារបស់សិស្សនៅតែអាចឈ្នះការប្រកួតបានរបស់ពួកគេសារដាវនឹងនៅតែជាលេខ1ប៉ុន្តែប្រសិនបើពួកគេចាញ់ការប្រកួតសារដាវរបស់ពួកគេនឹងបង្ខំចិត្តរំសាយក្រុមថ្ងៃនេះប្រឈមមុខនឹងបែបនេះគូប្រជែងដែលក្រអឺតក្រទមក្មេងស្រីនោះភ្លាមបាននិយាយឡើងថាកាលពី1000ឆ្នាំមុនដូនតារបស់ពួកគេនៅតែជាអ្នកបម្រើរបស់នាងដូនតារបស់ខ្លួនសេនេកលមិនដែលរំពឹងទុកថាដូច្នោះទេកូនចៅរបស់អ្នកបម្រើទាំងនោះនឹងប្រែក្លាយទៅជាគ្មានភាពអៀនខ្មាស់រមើលគុណមនុស្សឃើញបែបនេះចៅវាយក្រុងដាវមានអារម្មណ៍ថាកំហឹងកើនឡើងក្នុងចិត្តរបស់គាត់ដាក់ទោសក្មេងស្រីដែលធ្វើឲ្យគាត់អាម៉ាស់មុខភ្លាមនោះបានបោះព្រួយមួយទៅក្មេងស្រីនោះប៉ុន្តែក្មេងស្រីនោះបានគេចវាដោយមិនចាំបាច់ប្រឹងប្រែងឡើយឃើញដូច្នេះចៅវាយសាលាក៏និយាយឡើងបើភ្នែកធំដោយភ្ញាក់ផ្អើលមិនអាចទប់អារម្មណ៍បានជឿក្មេងស្រីនោះតាមពិតទៅខ្លាំងបែបនេះជំនាញមួយដែលគាត់មានអនុវត្តអស់រយៈពេល30ឆ្នាំគឺដោយចៃដន្យក្មេងស្រីតូចម្នាក់បានជៀសវាងឃើញក្មេងស្រីនោះលួចយកចំណាប់អារម្មណ៍របស់ជីតាបងប្រុសចង់ឈ្នះគ្រួសាររបស់គាត់វិញឋានៈតាមរយៈការគូបកងដាវដូច្នេះគាត់ភ្លាមនោះបានប្រាប់ជីតារបស់គាត់ថាគាត់មានឆន្ទៈក្នុងការចូលរួមក្នុងលើកដំបូងមុនពេលដែលនរណាម្នាក់អាចជំទាស់បានគាត់ប្រញាប់ប្រញាល់ទៅកាន់សង្វៀនបន្ទាប់មកជាមួយតបតែមួយដងគាត់បានបញ្ជូនគូប្រកួតនេះហោះចេញពីវេទិកាស្ដាប់ការសរសើររបស់មនុស្សគ្រប់គ្នាបងប្រុសមានអារម្មណ៍ថាមោទនភាពកើនឡើងក្នុងចិត្តរបស់គាត់មានតែក្មេងស្រីម្នាក់ប៉ុណ្ណោះនៅខាងក្រោមឆាកអាចប្រាប់បានភ្លាមថាអ្នកដែលទៅតែប្រយុទ្ធគឺគ្រាន់តែជាអ្នកបម្រើមកពីសារដាវពិតអ្នកប្រយុទ្ធរបស់គូប្រជែងគឺ Sword Hall តាមពិតទៅបុរសនៅខាងក្រោមឆាកដែរ